จะส่งជំរាបសួរបងប្អូនទាំងអស់គ្នាសួស្តីមិត្តភ័ក្តិទាំងអស់តាមរយៈសង្គម Facebook ថ្ងៃនេះគឺជាថ្ងៃកំណើតរបស់នាងខ្ញុំហើយក៏ជាលើកទី1ដែរតែនាងខ្ញុំបានបង្ហាញនៅវីដេអូឃ្លីបតាមរយៈ Facebook ផ្ទាល់របស់នាងខ្ញុំជាលើកដំបូងនាងខ្ញុំសូមអរគុណដល់បងប្អូនទាំងអស់គ្នាដែលបានផ្ញើសារជូនពរនាងខ្ញុំក៏ដូចជាសរសេរនៅលើប៉ុស្តិ៍ Facebook ផ្ទាល់របស់នាងខ្ញុំចាសសូមអរគុណច្រើនហើយនាងខ្ញុំក៏សូមឆ្លើយតបនៅរាល់សំណួរដែលមានបងប្អូនមួយចំនួនគាត់បានផ្ញើសារចង់ដឹងសួរសុខទុក្ខនាងខ្ញុំចង់ដឹងពីបញ្ហាសុខភាពការវិវត្តនៃជំងឺក៏ដូចជាចង់ដឹងថាតើសំឡេងនាងខ្ញុំអាចច្រៀងបានដូចដើមដែរឬទេសម្រាប់ពេលនេះនាងខ្ញុំសូមជម្រាបផងដែរថាសុខភាពរបស់នាងខ្ញុំគឺមិនសូវជាទៀងទាត់ទេវាអាស្រ័យទៅតាមពេលវេលាអាកាសធាតុក៏ដូចជាសុខភាពអារម្មណ៍ផ្លូវចិត្តផងដែរប្រសិនបើថ្ងៃណានាងខ្ញុំមានអារម្មណ៍ល្អក៏ដូចជាមានកម្លាំងកំហែងជំងឺមិនធ្វើទុកនាងខ្ញុំអាចច្រៀងបាននៅបទចម្រៀងដូចពីមុនអញ្ចឹងក៏ប៉ុន្តែប្រសិនបើថ្ងៃណានាងខ្ញុំអត់សូវស្រួលខ្លួនអស់កម្លាំងឬក៏ចុកដៃដែលចុកឆ្អឹងគឺធ្វើឲ្យនាងខ្ញុំមិនអាចច្រៀងបានទេកុំថាឡើយច្រៀងសំបីតែការនិយាយហ្នឹងក៏ហត់ដែរហើយចំពោះបងប្អូនមួយចំនួនគាត់ឆ្ងល់ថាគាត់តែងតែសួរនាងខ្ញុំថាតើនៅពេលណាទៅបាននាងខ្ញុំអាចជាដើរបានចំពោះបញ្ហានេះគឺពិបាកនឹងឆ្លើយតបពីព្រោះថាយើងប៉ះពាល់ធ្ងន់ធ្ងរដល់ផ្នែកខួរឆ្អឹងខ្នងដូច្នេះយើងមិនអាចនិយាយបានថាដើរបានឬក៏មិនបានវាជារឿងមួយដែលពិបាកហើយវានឹងត្រូវចំណាយពេលយូរនៅក្នុងការព្យាបាលដូច្នេះរួមផ្សំជាមួយនឹងការជាយាមតស៊ូប្រឹងប្រែងដោយខ្លួនយើងផ្ទាល់ក៏ដូចជាការលើកទឹកចិត្តការផ្ដល់កម្លាំងចិត្តពីការជូនពរពីបងប្អូនទាំងអស់គ្នាសង្ឃឹមថានឹងមានអច្ឆរិយៈកើតឡើងនៅថ្ងៃណាមួយចាជាចុងក្រោយនេះនាងខ្ញុំក៏សូមអរគុណដល់បងប្អូនស្រីជាទីស្រឡាញ់ម្នាក់60ស្រីនាងអរគុណអូនដែលបានជូននំខួបកំណើតនៅក្នុងថ្ងៃនេះដល់បងអរគុណច្រើនជូនពរឲ្យអូនជោគជ័យនៅក្នុងការសិក្សាក៏ដូចជាសំណាងល្អហើយនាងខ្ញុំក៏សូមអរគុណម្ដងទៀតដល់បងប្អូនទាំងអស់គ្នាដែលតែងតែអាណិតស្រឡាញ់នាងខ្ញុំហើយនៅតែគាំទ្រក៏ដូចជាបន្តការជូនពរដល់នាងខ្ញុំឲ្យឆាប់ជាសះស្បើយនាងខ្ញុំសប្បាយចិត្តណាស់អរគុណច្រើនចាអរគុណ